ជំពូកទី9អវសានបញ្ញត្តិមាត្រា50នារីកនៃច្បាប់ដែលផ្ទុយច្បាប់ស្ដីពីការបង្ក្រាបអំពើពង្រត់និងលក់ដូរមនុស្សនិងអំពើធ្វើអាជីវកម្មលើមនុស្សឆ្នាំ1996ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខចសរកម029601ត្រូវទុកជានារីកច្បាប់នេះត្រូវមានអត្ថិភាពប្រសិនបើបទបញ្ញត្តិនៃច្បាប់ផ្សេងទៀតមិនស្របគ្នានឹងបទបញ្ញត្តិនៃច្បាប់នេះមាត្រា51ការជំនួសដោយក្រមព្រហ្មទណ្ឌមាត្រា2មាត្រា3មាត្រា4និងមាត្រា6នៃច្បាប់នេះត្រូវជំនួសដោយបញ្ញត្តិពាក់ព័ន្ធទាំងឡាយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៅពេលដែលក្រមនោះចូលជាធរមានមាត្រា52ការអនុវត្តច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ធ្វើនៅព្រះបរមរាជវាំងរាជធានីភ្នំពេញថ្ងៃទី15ខែកុម្ភៈឆ្នាំ2008ព្រះហស្ថលេខាព្រះរាជលេញករនរោត្តមសីហមុនីពរល0802-132បានយកសេចក្តីក្រាបបង្គំទូលថ្វាយសូមឡាយព្រះហស្ថលេខាព្រះមហាក្សត្រនាយករដ្ឋមន្ត្រីហត្ថលេខាសម្ដេចអគ្គសេនាមហាបតីតេជោហ៊ុនសែនបានជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋមន្ត្រីក្រសួងយុតិធម៌ហត្ថលេខាអង្គវង្សវឌ្ឍនាលេខ0140ចលដើម្បីចម្លងចែករាជធានីភ្នំពេញថ្ងៃទី20ខែកុម្ភៈឆ្នាំ2008អគ្គលេខាធិការរងរាជរដ្ឋាភិបាលខុនចិនកេន